ទី3វត្តធោសត្វរុក្ខជាតិនៅផ្ទះខ្ញុំតើនេះកវត្តធោនៅផ្ទះខ្ញុំហើយវត្តធោនៅផ្ទះខ្ញុំនឹងមានស្អីខ្លះទាំងអស់នេះរៀបចូលរៀបរាប់មើលស្អីខ្លះមើលស្អីខ្លះនេះទូដាក់សៀវភៅស្អល់មើលទូដាក់សៀវភៅស្អីខ្លះទូដាក់កៅអៅទូដាក់សៀវភៅលាលកាកៅអីមួយដើមឈើចាប់ដើមនេះទៀតដើមណោតចេកមាន់ដូចគ្នាកាស្មាជ្រូកគោពាងគេអានសៀវភៅហើយនឹងហើយនៅក្នុងផ្ទះយើងនោះក្នុងផ្ទះជាលក្ខណៈគ្រួសារមិនមែននឹងកន្លែងដាំបាយនឹងហើយតែនៅក្នុងផ្ទះយើងនោះកន្លែងវត្ថុដែលនៅក្នុងផ្ទះយើងដឹងហើយចឹងមានប៉ុណ្ណឹងក្នុងផ្ទះយើងមិនមែនមានតែប៉ុណ្ណឹងទេច្រើនអានេះរៀបរាប់បន្តិចទេអត់អស់ទេណាត្រូវចាំរៀននោះឲ្យឆ្លាតបានហើយសូមអរគុណ